សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញទាក់ទងនឹងការបំលែងឈ្មោះសិស្សបែបនេះឈ្មោះពេញបែបនេះឲ្យទៅញ៉ៃដាច់ពីគ្នាអំពីនាមត្រកូលនិងនាមខ្លួនបាទហើយភ្ជាប់វិញទៀតឈ្មោះភ្ជាប់ពីនាមត្រកូលនិងនាមខ្លួននឹងចូលគ្នាវិញបាទតោះឥឡូវយើងចូលអនុវត្តទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងវាអក្សរស្មើបាទវាអក្សរសេត្រកូលសិនណាយើងសេត្រកូលវាយលីនេះសឹងគេខាងមុខនេះយើងវាយលីមកបាទយើងចូល enter មកយើងចូល control បកស្អ៊ីបាទនេះវាចេញឲ្យយើងហើយបាទ control បកស្អ៊ីអញ្ចឹងកន្លែងនាមខ្លួននេះគឺយើងលេខវេដូចគ្នាមកបាទវាយលីនជាមកបាទលីនជាយើងចូល enter មកយើងចូល control បកស្អ៊ីបាទនេះវាចេញដូចគ្នាបាទអញ្ចឹងយើងធ្វើបែបនេះមានន័យថាលឿនបាទលឿនហើយយើងមិនចាំបាច់វាឡើងវិញទេអញ្ចឹងវានឹងរកឲ្យយើងពេញដូចខ្លួនឯងចឹងដែរអញ្ចឹងខ្ញុំចុចដាក់នៅកដាលមកបាទនៅកដាលខ្ញុំដូរ font មក font ហើយចំពោះកន្លែងនេះវិញគឺយើងចង់ដាក់ឈ្មោះពេញបាទអញ្ចឹងខ្ញុំចង់ភ្ជាប់អំពីនាមត្រកូលនិងនាមខ្លួននេះចូលគ្នាវិញបាទអញ្ចឹងខ្ញុំមានរូបមន្តមួយគឺរូបមន្ត concatenate បាទ concatenate អញ្ចឹងតាមរបស់ខ្ញុំវាយខ្ញុំវាយរូបមន្ត count បាទ concatenate នេះវាលោកឲ្យយើងនេះបាទអញ្ចឹងជាដំបូង tab យើងវាមិន tab ហ្នឹងគឺយើងវាជាតទៅនឹងយើងយកនាមត្រកូលនេះជួរទី1នេះនាមត្រកូលនេះ D5 នេះអញ្ចឹងយើងវាប្រជុំមួយមកហើយយើងប្រើសញ្ញាខ្វាកមួយបាទហើយដាក់សញ្ញាគ្មានកណ្ដុរ2យើងយើងខ្វាកមួយបាទខ្វាកមួយអញ្ចឹងយើងភ្ជាប់នាមខ្លួននេះគឺកន្លែងនាមនេះនាមខ្លួននេះគឺយើងភ្ជាប់មកបាទយើងគុំភ្ជាប់មកពេលជាប់ហើយនេះយើងចុចបិទវងកញ្ចក់វិញចុច enter បាទនេះឈ្មោះវាចូលគ្នាវិញហើយបាទក៏ប៉ុន្តែឈ្មោះវានៅជាប់គ្នាបាទដើម្បីកុំឲ្យឈ្មោះជាប់គ្នាគឺយើងចូលកែនេះបន្តិចបាទអញ្ចឹងនេះកន្លែងនេះគឺយើងត្រូវដក clear នៅកណ្ដាលនេះគ្មានកណ្ដោ2នេះយើងត្រូវដក clear បន្តិចមក space មួយមកបាទ space មួយអញ្ចឹងមកល្មមហើយវាមក space មួយហើយបើយើងអត់ដក space ទេគឺវាជាប់គ្នាដូចមិញណាតែហ្នឹងចុច OK មកអូខេនេះវាចេញហើយឥឡូវយើងទាញមកទាញចូលក្រមមកបាទទាញចូលក្រមយើងដាក់កណ្ដាលមកយើងដូរ font ដូចគ្នាមកបាទនេះបាទដូចដែលយើងបំលែងហើយនេះគឺឈ្មោះពេញនេះនាមត្រកូលនិងនាមខ្លួនហើយឈ្មោះយើងបំលែងពីនាមត្រកូលនាមខ្លួននេះភ្ជាប់ចូលគ្នាវិញបាទគឺយើងប្រើរូបមន្ត concatenate បាទសូមអរគុណសូមជម្រាបលាចាំតាមដាននៅវីដេអូក្រោយទៀតបាទ